ថ្ងៃនេះខ្ញុំមកបកស្រាយរឿងភាសាគួយនិងភាសាខ្មែរភាសាគួយនេះគឺភាសារបស់ខុនធូនីចាឬចាភ្នំដែលយើងបានស្គាល់ឈ្មោះកើតហើយមកពីសម្ដែងគុណមួយច្រើនរឿងភាសាខ្មែរភាសាគួយនេះមិនដូចគ្នាទេនេះខ្ញុំបានមកបកស្រាយភាសាគួយឲ្យបានបងប្អូនដេញបានបន្តិចបន្តួចពាក្យថាខ្មែរថាស៊ីឬហូបដល់ពាក្យគួយថាចាថាខ្មែរថាទៅគួយថាជីខ្មែរថាមុខគួយថាចៅខ្មែរថាផឹកគួយថាងាច់ឬងួចមានពីរអញឬខ្ញុំគួយថាហើយពាក្យថាលោកឬគុណឬគឿតគួយថាម៉ងឬមួងពាក្យថាបងគឺសាយប្អូនគឺសេមបងប្អូនគឺសេមសាយគឺសេមគឺប្អូនសាយគឺបងប្អូនសេមសាយអត់មានសាយសេមទេសេមសាយពាក្យទីគឺតម្រៃគួយថាអាជាងចកេគឺអាចចាប់គឺជែមពាក្យថាបានអ៊ុយស៊ីបាយគួយថាបឿនម្លោចាដូចជនជាតិគួយមានចំណេះជំនាញរឿងការចាប់តម្រុយទើបចាភ្នំនេះក៏បានពួកគេរឿងចាប់តម្រុយរឿងចិញ្ចឹមតម្រុយបានសម្ដែងរឿងទុំយ៉ាំគូងក៏បានសម្ដែងរឿងតម្រុយគួយថាអាជាង